ដោយឃើញមហាជនធ្វើការវិញែកតាក់ទងទៅនឹងការដុតបំផ្លាញផលិតផលសៀមរបស់លោកស្រីតរីដាណាធ្វើឲ្យអាដាមពេជ្រស្រស់ក៏ចេញមកនិយាយអំពីរឿងនេះប្រិមិត្តជាទីមេត្រីតាក់ទងទៅនឹងការដុតបំផ្លាញផលិតផលសៀមរបស់លោកស្រីតរីដាណាដោយលោកស្រីបានលើកឡើងថាជាការពហិការដោយលោកស្រីនឹងមិនលក់បន្តនៅផលិតផលដែលនាំចូលពីសៀមទៀតទេប៉ុន្តែយ៉ាងណាមិញនោះការដុតបំផ្លាញរបស់លោកស្រីគឺបានទទួលរងនៅការរិះគន់មួយចំនួនធំពីមហាជនដោយមហាជនអ្នករិះគន់ក៏បានលើកឡើងថាការដុតបំផ្លាញនោះគឺជាផលិតផលដែលហួសដេឡេដែលมันអាចធ្វើការលក់បន្តបានអញ្ចឹងហើយលោកស្រីតរីដាណាក៏បានយកទៅដុតចោលហើយប្រកាសថាខ្លួនដុតបំផ្លាញផលិតផលសៀមដើម្បីចង់យកមកជាក់ស្ដែងតាក់ទងទៅនឹងការចេញមុខរិះគន់នោះផងដែរសូម្បីតែលោកជំទាវអញ្ញាអ៊ីនសៀមីក៏បានចេញមុខមកធ្វើការរិះគន់ដោយនិយាយថាអីវ៉ាន់លក់មិនដាច់ហួសដេឡេយកទៅដុតចោលថាពហិការដើម្បីជាតិល្អទៀតបើអីវ៉ាន់មិនហួសដេឡេមិនចែកឲ្យបងប្អូនហ្វេនប្រើទៅបាទប្រិមិត្តប៉ុន្តែយ៉ាងណាក៏ដោយតាក់ទងទៅនឹងការដុតបំផ្លាញផលិតផលសៀមរបស់លោកស្រីតរីដាណានេះក៏បានទទួលនៅការសរសើរផងដែរដោយមានបុគ្គលល្បីដូចជាលោកជំទាវហ៊ុនស៊ីណាតបានធ្វើការអរគុណនិងលើកសរសើរអំពីការដុតបំផ្លាញផលិតផលសៀមពីលោកស្រីតរីដាណាយ៉ាងណាមិញអាដាមពេជ្រស្រស់ក្រោយពីបានឃើញមហាជននាំគ្នាបញ្ចេញមតិតាក់ទងទៅនឹងការដុតបំផ្លាញផលិតផលពីលោកស្រីតរីដាណាជាពិសេសនោះអាដាមពេជ្រស្រស់បានធ្វើការចាប់អារម្មណ៍ទៅនឹងមតិមួយចំនួនដែលមិនពេញចិត្តទៅនឹងការដុតបំផ្លាញនោះហើយនឹងបាននាំគ្នាធ្វើការរិះគន់ក្នុងន័យជន់បន្លិចទៅកាន់លោកស្រីតរីដាណាធ្វើឲ្យអាដាមពេជ្រស្រស់ក៏បានលើកជាមតិថាគេដុតទំនិញសៀមចោលក៏ចោទគេឲ្យខុសគេបន្តលក់ទំនិញចោលក៏ចោទគេឲ្យខុសអាណិតលោកស្រីតរីដាណាដែរដល់អញ្ចឹងពេកទៅបាទប្រិមិត្តអញ្ចឹងអាដាមពេជ្រស្រស់គឺបង្ហាញនូវការហួសចិត្តផងដែរដោយសារតែមហាជនមិនដឹងជាចង់បានអ្វីឲ្យពិតប្រាកដដោយនៅពេលដែលឃើញគេសម្រេចថាមិនគ្រប់គ្រងហើយក៏មិនធ្វើការលក់បន្តនៅផលិតផលសៀមដែលមានស្រាប់ហើយយកទៅដុតចោលថាគេខុសហើយបើសិនជាគេនៅតែបន្តធ្វើការលក់នៅផលិតផលសៀមក៏ថាគេខុសអញ្ចឹងមិនដឹងជាធ្វើយ៉ាងម៉េចទៅត្រូវចិត្តមហាជនបាទអញ្ចឹងនេះគឺជាគំនិតក៏ដូចជាការយល់ឃើញពីអាដាមពេជ្រស្រស់បាទប្រិមិត្តដោយឡែកតាក់ទងទៅនឹងការយល់ឃើញហើយនឹងការលើកឡើងរបស់អាដាមពេជ្រស្រស់នេះផងដែរក៏មានអ្នកចូលទៅឌៀមដាមឌឺដងឲ្យអាដាមពេជ្រស្រស់រហូតតលតែអាដាមទ្រាំមិនបានក៏ដាក់ទៅវិញឆ្ងាញ់មាត់តែម្ដងដោយក្នុងនោះគេបានឃើញគណនីមួយឈ្មោះថាចៅចិត្តបានចូលទៅនិយាយថាកុំត្រពងពេកអាត្រពងបាទគាត់និយាយថាអញ្ចឹងបាទអញ្ចឹងគាត់ថាអាដាមពេជ្រស្រស់ហ្នឹងគឺត្រពងចារណាបាទគឺនិយាយនេះក៏ព្រោះតែចង់ត្រពងគេអញ្ចឹងណាហើយនៅក្នុងនោះផងដែរគឺឃើញថាអាដាមពេជ្រស្រស់ក្តៅស្លឹកត្រចៀកហើយក៏តបទៅវិញថាត្រូវស្អីទៀតហើយហ៎បាទត្រូវស្អីទៀតហើយហ៎បាទដល់អញ្ចឹងទៅហួសចិត្តដែរប្រិមិត្ត